យុទ្ធសាស្ត្រទី10នេះគឺជំលើកយកសាលក្រមរបស់តឡាការព្រុយណេបាទតឡាការជួរព្រុយណេល្អដែរហើយវាពាក់ព័ន្ធជាមួយនឹងការទទួលត្រូវអំពើអនិច្ចានុកូលហើយវាជាការមួយល្អរៀនសូត្រក្នុងការរៀនសូត្រអំពីយុទ្ធសាស្ត្ររបស់ប្រទេសជិតខាងជាពិសេសប្រទេសអាស៊ានណាព្រោះឥឡូវគេពេញនិយមនៅក្នុងការធ្វើការសិក្សាប្រៀបធៀប comparative law រវាងប្រទេសជិតខាងដើម្បីដកស្រង់បទពិសោធន៍ល្អហើយថ្ងៃនេះខ្ញុំលើកយក case នេះគឺពាក់ព័ន្ធជាមួយនឹងការទទួលត្រូវរបស់មន្ត្រីរាជការហើយក្នុងនេះគឺពាក់ព័ន្ធនឹងការខត់ខ្លួនដោយនគរបាលយុត្តិធម៌បាទខ្ញុំសូមចូលដល់អង្គហេតុគឺមន្ត្រីនគរបាលធម៌គាត់បានទៅឃាត់ខ្លួនបាទជនសង្ស័យតាមដីការបស់តុលាការហើយពេលឃាត់ខ្លួននេះគាត់មិនបានយកមនុស្សនឹងទៅឲ្យតុលាការទេបែរជាយកទៅឡែងប៉ុស្គាត់បន្តទៀតទៅរហូតដល់52ម៉ោងហើយវាលើស6ម៉ោងអញ្ចឹងជនរងគ្រោះហ្នឹងគាត់បានដឹងទៅតុលាការជាន់ខ្ពស់របស់ប្រទេសព្រុយណេបាទថាតើតុលាការជាន់ខ្ពស់មួយព្រុយណេហ្នឹងគាត់សម្រេចយ៉ាងម៉េចដោយសាររឿងនេះដូចខ្ញុំបានបញ្ជាក់ឲ្យថាវាពាក់ព័ន្ធជាមួយនឹងការទទួលត្រូវអំពើអនិច្ចានុកូលហើយជាពិសេសការប្រព្រឹត្តឡើងដោយអាជ្ញាធររដ្ឋអញ្ចឹងវារឿងមានភាពស្មុគស្មាញបន្តិចវារឿងចម្លែកបន្តិចពីព្រោះបើនិយាយពីរឿងការទទួលខុសត្រូវដែលប្រជាជនស៊ីវិលគាត់ប្រព្រឹត្តបទល្មើសហើយនាំឲ្យមានការទទួលត្រូវនឹងមិនសូវអីទេប៉ុន្តែពាក់ព័ន្ធនឹងភ្នាក់ងាររបស់រដ្ឋមន្ត្រីរាជការជារឿងមួយចម្លែកតិចអញ្ចឹងបានតុលាការគាត់ចាប់ផ្ដើមមើលច្បាប់របស់ព្រុយណេថាតើគាត់ចាប់ផ្ដើមពីនិយាយពីរឿងថាតើស្ដេចព្រុយណេនឹងត្រូវអាចគេប្តឹងបានអត់ហើយមើលទៅថាបើចង់ប្តឹងបានណាលុះត្រាតែច្បាប់និយាយជាក់លាក់ប៉ុន្តែមកដល់ពេលនេះច្បាប់របស់ព្រុយណេមិនបាននិយាយអនុញ្ញាតឲ្យមានការប្តឹងស្ដេចហ្នឹងចង់និយាយថាពីចាត់ទុកស្ដេចឬក៏មន្ត្រីរាជការហ្នឹងគឺក្នុងចង្កោមមួយហើយចៅក្រមគាត់បានមើលតទៀតដោយសារតែព្រុយណេហ្នឹងស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសអញ្ចឹងចៅក្រមមើលការអនុវត្តរបស់ប្រទេសជិតខាងប្រទេសអង់គ្លេសហើយការអនុវត្តរបស់ប្រទេសអង់គ្លេសមានការប្រែប្រួលពីមុនមកស្ដេចមិនត្រូវបានគេប្តឹងដោយតាការទូខុសត្រូវទេក៏ប៉ុន្តែមកដល់ពេលនេះករណីខ្លះគឺអាចប្តឹងស្ដេចបានហើយរឿងហ្នឹងក៏កើតមាននៅក្នុងប្រទេសសិង្ហបុរីដែរដែលអាចប្តឹងដាក់ឲ្យមន្ត្រីរាជការទូខុសត្រូវបាទហើយចៅក្រមក៏រកឃើញអញ្ចឹងហើយគាត់ព្យាយាមបង្ហាញជូននៅមូលដ្ឋានមួយចំនួនទៀតគាត់ចង់បង្ហាញនៅក្នុងសាលក្រមគាត់អញ្ចឹងគាត់ថាឥឡូវពិចារណាមើលណាបុគ្គលិកពេទ្យរបស់រដ្ឋដែលគាត់ព្យាបាលគេទៅមានបញ្ហាអានឹងឲ្យបានថាការប្រព្រឹត្តខុសវិជ្ជាជីវៈពេទ្យណាហើយធ្វើគេរបួសគេស្លាប់ទៅគេអាចប្តឹងបានប៉ុន្តែបុគ្គលិកសុខាភិបាលរបស់ពេទ្យឯកជនធ្វើខុសគេប្តឹងបានអញ្ចឹងអានឹងសួរថាយុត្តិធម៌យ៉ាងម៉េចអានឹងវានាំឲ្យមានការប្រព្រឹត្តខុសគ្នាហើយមិនអញ្ចឹងហើយបើមិនឲ្យប្តឹងទេសួរថាតើជនរងគ្រោះនឹងគាត់បានសំណងមកពីណាបានអញ្ចឹងផ្អែកទៅមើលការអនុវត្តរបស់ប្រទេសអង់គ្លេសការអនុវត្តរបស់ប្រទេសសិង្ហបុរីហើយផ្អែកទៅលើមូលដ្ឋានរបស់ចៅក្រមរកឃើញថាអញ្ចឹងករណីហ្នឹងប៉ូលីសដែលឃាត់ខ្លួនគេហើយឃុំគេលើសម៉ោងបាទ5-6ម៉ោងហ្នឹងគឺថាប៉ូលីសហ្នឹងទោះបីគាត់ធ្វើការក្នុងក្របខ័ណ្ឌមន្ត្រីរាជការឲ្យប៉ុន្តែគាត់ត្រូវទទួលខុសត្រូវជាបុគ្គលបាទណាបាទមិនមែនក្នុងនាមគាត់ជាមន្ត្រីរាជការទេអញ្ចឹងគឺគាត់នឹងសំណងសងដល់ជនរងគ្រោះហ្នឹងឥឡូវយើងមើលថាតើសំណងប្រមាណឃុំខុសច្បាប់លើស6ម៉ោងហ្នឹងអញ្ចឹងចៅក្រមគាត់យកអាសាលក្រមសាលដីកាកន្លងមកហ្នឹងឲ្យស្តៀងគ្នាអញ្ចឹងហើយគាត់យកមកពិនិត្យមើលហើយគាត់ក៏បានសេចក្តីសម្រេចថាឲ្យប៉ូលីសនឹងសងទៅដល់ជនរងគ្រោះដែលគេឃុំលើស6ម៉ោងហ្នឹងខុសច្បាប់ហ្នឹងចំនួនប្រហែលជា$2,000អាមេរិកបាទហើយ
ការសម្រេចហ្នឹងក៏ត្រូវពិចារណាដែរថាតើទង្វើរបស់ប៉ូលីសហ្នឹងគាត់មានស្ថានភាពមុនឬអត់ហើយតើវាប៉ះពាល់ទៅដល់កិត្តិយសរបស់ជនរងគ្រោះដែរក៏អត់ហើយតាមអង្គហេតុហ្នឹងគឺពេលដែលខាត់ខ្លួនជនរងគ្រោះហ្នឹងហើយគឺមានដូចជាមានការចុះផ្សាយនៅលើសារព័ត៌មានផងដែរអញ្ចឹងវានាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជនរងគ្រោះដែរបាទកន្លែងនេះខ្ញុំបានដកស្រង់ដោយសារវាល្អមែនទែនគ្រូឃ្លានេះអញ្ចឹងខ្ញុំអានជូនថានៅពេលដែលមនុស្សត្រូវបានគេខាត់ខ្លួនឬក៏ឃុំខ្លួនខុសច្បាប់វាជាប្រយោជន៍សាធារណៈដែលថាសំណងគ្រប់គ្រាន់ត្រូវបានផ្ដល់ជូនដើម្បីបង្ហាញអំពីការគោរពសិទ្ធិនិងប្រយោជន៍បុគ្គលដោយច្បាប់គឺសេរីភាពរបស់បុគ្គលហ្នឹងហើយបន្ថែមពីនេះទៅទៀតការដាក់ទោសខុសច្បាប់ហ្នឹងវាមិនគ្រាន់តែប៉ះពាល់ទៅដល់សេរីភាពទេថែមទាំងប៉ះពាល់ដល់កិត្តិយសរបស់មនុស្សផងអញ្ចឹងនេះគឺចៅក្រមគាត់បានដកស្រង់នៅខ្លឹមសាររបស់សាលក្រមសាលិកាមុនមកដាក់នៅក្នុងសាលក្រមដើម្បីជាមូលដ្ឋានបាទចំពោះយោបល់ដែលខ្ញុំអាចថែមបានតាមសាលក្រមនេះគឺថាគឺយុទ្ធធរវាគួរតែមានទោះបីជាប្រភពនៃការបំពេញសិទ្ធិនឹងវាកើតចេញពីអាជ្ញាធរក៏ដោយហើយជនរងគ្រោះគឺមានសិទ្ធិក្នុងការទទួលបានសំណងដោយសារតែសិទ្ធិរបស់គាត់ត្រូវបានបំពេញប៉ុន្តែគួរអ្វីគាត់សម្គាល់ត្រង់នេះថាអញ្ចេះថាពីមុនមកពីដើមមកគឺថាគេកម្រឲ្យរដ្ឋទទួលខុសត្រូវបាទអញ្ចឹងការឲ្យទទួលឲ្យរដ្ឋឬក៏មន្ត្រីជាការទទួលខុសត្រូវគឺជារឿងមួយដែលកម្របាទហ្នឹងប៉ុន្តែនិន្នាការមកដល់ពេលនេះប្រទេសខ្លះដូចសិង្ហបុរីឬអង់គ្លេសអីហ្នឹងគឺហើយជាស្ដេចសាលក្រមបង្ហាញគឺថាប៉ូលីសគាត់ខាត់ខ្លួនគេខុសឃុំគេខាត់គេលើសមកខុសក៏ទទួលខុសត្រូវដែរប៉ុន្តែទទួលខុសត្រូវមិនមែនក្នុងនាមជាមន្ត្រីរាជការទេគឺកំហុសរបស់បុគ្គលបាទសាលក្រមនេះល្អមែនទែនពួកខ្ញុំបានឆែកមើលក្នុងអ៊ីនធឺណិតឃើញមានកំងទាបាទមានអធិប្បាយជាច្រើនពីព្រោះជារឿងមួយពាក់ព័ន្ធនឹងការទទួលខុសត្រូវអំពើអចារ្យគោលរបស់មន្ត្រីរាជការនៅក្នុងប្រទេសប្រ៊ុយណេដែលជាសាលក្រមមួយល្បីអញ្ចឹងឃើញគេមាន comment ច្រើនអញ្ចឹងបើសិនជាអ្នកសិក្សាស្រាវជ្រាវចាប់អារម្មណ៍ចូលទៅក្នុងគេហទំព័រនោះបានទាំងសាលក្រមទាំងស្រុងហើយបានទាំង summary ជាខ្មែរបាទខ្ញុំសូមអរគុណបាទ